ខ្ញុំឈ្មោះឆានឈឺហួយជាកីឡាការីជំនឿជាតិសុទ្ធនេះលើកទី1លើកទី1បាទលីហួយយល់យ៉ាងណាដែរសម្រាប់ការបានពានរង្វាន់នេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដែលធ្វើបានពានរង្វាន់ចំណាត់ថ្នាក់ល្អជាងគេកត្តាអីដែលជំរុញឲ្យលីហួយបានពានដោយសារតែកត្តាដែលលេងល្អដោយសារតែស្ដាប់គ្រូហើយនឹងការវឹកហាត់មកពីខ្មែរយើងធ្វើបានល្អហើយដល់ពេលយើងប្រកួតអត់ភ័យអត់ខ្លាចដល់ពេលធ្វើបានល្អលីហួយលេងប្រហែលវិញ្ញាសាម្នាក់ខ្ញុំលេង5វិញ្ញាសាម្នាក់ឯង5វិញ្ញាសាមានឯកតជននារីវាគូនារីអុយ21វាគូនារីអុយ18និងធីមនារីនិងធីមមិចបរោះនារីលីហួយម្នាក់ឯងបានទទួលមេដាយខ្ញុំម្នាក់ឯងបានទទួលមេដាយ5មានមេដាយក្រុមនារីនិងមេដាយមិចធីមហើយនឹងមេដាយឯកតជននារីហើយមេដាយឌុបអុយ21និងអុយ18ខ្ញុំទទួលបានប្រាក់2សំរិទ្ធ3ជាចុងក្រោយសូមអរគុណដល់ថ្នាក់ដឹកនាំដែលបានខិតខំប្រឹងប្រែងឲ្យពួកខ្ញុំបានទៅចូលរួមនៅប្រទេសឥណ្ឌា